ជំរាបសួរនៅក្នុងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយមកចែករំលែកដែលនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញរបៀបនៅក្នុងការទាញយករូបភាពស្អាតចេញពី Canva ពាក់ព័ន្ធជាមួយនឹងរូបភាពពិសោធន៍មុខវិជ្ជាវិទ្យាសាស្ត្រហើយជាពិសេសនោះខ្ញុំលើកឧទាហរណ៍តែពីរទេប៉ុន្តែអ្នកទាំងអស់គ្នាអាចរកបាទរូបភាពដែលពាក់ព័ន្ធនឹងបានអញ្ចឹងខ្ញុំលើកតែគីមីវិទ្យាហើយនិងជីវវិទ្យាតែប៉ុណ្ណោះអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់កម្មវិធី Canva ទាំងអស់គ្នាអញ្ចឹងខ្ញុំចុចបើក Canva សិនបាទអញ្ចឹងនៅក្នុងកម្មវិធី Canva នេះជាទូទៅគេពេញនិយមប្រើប្រាស់នៅមុខងារ2ទី1នោះគឺ Doc DOC នេះបាទនៅពេលដែលយើងប្រើប្រាស់ Doc គឺយើងអាចទាញយកឯកសារក្នុងទម្រង់ជា PDF ហើយនិងជា Microsoft Word ហើយទី2ដែលគេពេញនិយមនោះគឺ Presentation នៅពេលដែលយើងប្រើប្រាស់នៅក្នុង Presentation គឺប្រៀបបានដូចជាយើងកំពុងតែប្រើប្រាស់ PowerPoint អញ្ចឹងដែរក៏ប៉ុន្តែយើងអាចមានលក្ខណៈពិសេសត្រង់ថាយើងអាចទាញយកជា PDF ក៏បានទាញយកជារូបភាពក៏បានហើយនឹងជាពិសេសចុងក្រោយគេគឺយើងអាចទាញយកនៅក្នុងទម្រង់ជា file PowerPoint តែម្ដងអញ្ចឹងនៅពេលដែលយើងទាញហើយយើងអាចយកទៅប្រើប្រាស់នៅលើ PowerPoint ដែលមាននៅក្នុង computer របស់យើងតែម្ដងបាទអញ្ចឹងខ្ញុំសូមជ្រើសរើសយក presentation បាទពីព្រោះអីនៅក្នុងនេះគឺងាយស្រួលដែលយើងអាច copy រូបភាពទៅដាក់ក្នុង slide ធ្វើបទបង្ហាញរបស់យើងតែម្ដងអញ្ចឹងនៅពេលដែលយើងចូលទៅគឺផ្ទាំងរបស់យើងគឺទទេស្អាតបែបនេះប៉ុន្តែយើងក៏អាច design ឆ្នៃបាទ background អីផ្សេងដែរតែក្នុងនេះគឺខ្ញុំអត់និយាយរឿងឆ្នៃ background ទេគឺយើងទៅយករូបភាពអញ្ចឹងដើម្បីបានរូបភាពស្អាតគឺយើងមើលនៅផ្នែកខាងឆ្វេងបាទហើយយើងមើលពីលើចុះក្រោមមកបាទមាន design បាទមាន element បាទមាន text អីចឹងទៅប៉ុន្តែដើម្បីទាញយករូបភាពបាននោះគឺយើងជ្រើសរើសយក element បាទ element ហ្នឹងគឺមានថាយើងបញ្ចូលធាតុផ្សេងដែលពាក់ព័ន្ធជាមួយនឹង Canva ហ្នឹងហើយយើងអាចស្វែងរករូបភាពដែលវាជារូបភាពដែលស្អាតហើយវា support នៅក្នុង Canva នឹងស្រាច់យើងអត់ត្រូវការទៅរកអ៊ីនធឺណិតសុំទោសទៅស្រាវជ្រាវពី Google នៅក្នុងអ៊ីនធឺណិតផ្សេងយកមកដាក់ទេអញ្ចឹងនៅក្នុងនេះយើងចង់បានរូបភាពអ្វីគឺយើងគ្រាន់តែវាយឈ្មោះរូបភាពនឹងបញ្ចូលជាការស្រេចអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់រករូបភាពដែលពាក់ព័ន្ធជាមួយនឹងការពិសោធន៍មុខវិជ្ជាគីមីអញ្ចឹងយើងអាចសរសេរបានច្រើនគឺទី1យើងសរសេរឈ្មោះចំតែម្ដងទី2យើងរកមិនថាយើងរាវដើម្បីយើងមើលទៅរូបភាពណាស្អាតយើងទាញយកបញ្ចូលតែម្ដងអញ្ចឹងខ្ញុំសាកល្បងដាក់ឲ្យវាធំទៅលេងតិចគឺខ្ញុំដាក់ chemistry lab បាទអញ្ចឹងខ្ញុំសុំដូរ font សិនបាទអញ្ចឹងយើងដាក់ chemistry labបាទអញ្ចឹងយើងយកឲ្យលើគេនេះមកបាទ chemistry lab នេះដោយសារខ្ញុំធ្លាប់ឆែកក៏បាទអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញមានរូបភាពជាច្រើននៅក្នុងហ្នឹងយើងអាចមើលពីលើចុះក្រោមបានអានេះគឺ all បាទបន្ទាប់មកមាន graphic មានរូបភាពមានវីដេអូឬក៏ audio អញ្ចឹងអ្នកទាំងអស់គ្នាចង់យកជាប្រភេទអីយើងអាច select លើនឹងបានឬក៏យកប្រភេទ all អញ្ចឹងខ្ញុំសូមយក all សិនហើយដោយសារនៅក្នុងនេះគឺ graphic វាលើគេនេះដាក់ see all អញ្ចឹងខ្ញុំចង់មើលបន្ថែមពាក់ព័ន្ធជាមួយនឹង graphic ចុច see allចឹងអ្នកទាំងអស់គ្នានឹងឃើញរូបភាពជាច្រើននៅក្នុងនឹងបាទដែលយើងឆ្លាញ់រូបភាពណាយើងដាក់រូបភាពហ្នឹងមកអញ្ចឹងឧទាហរណ៍ថាខ្ញុំយករូបភាពនេះបាទយើងដាក់ចូលហើយយើងអាចសេរីទៅលើទៅក្រោមឆ្វេងស្ដាំទៅតាមទំហំចំណង់ចំណូលចិត្តរបស់យើងបន្ទាប់មកទៀតនៅពេលដែលអ្នកអស់គ្នាបាទប្រើប្រាស់យើងនឹងឃើញមានមុខងារថ្មីមួយទៀតគឺគេឲ្យឈ្មោះថា Magic Recommendation នេះនៅពេលដែលអ្នកទាំងអស់គ្នាភ្ជាប់ជាមួយនឹង Canva នៅខាងបច្ចេកវិទ្យានិងគីមីវិទ្យាហ្នឹងវានឹង generate រូបភាពជាទូទៅការពិតទៅនៅក្នុង account ណាក៏ឃើញដែរប៉ុន្តែភាគច្រើននៅពេលដែលវា generate ហ្នឹងវាតែងតែប្រើប្រាស់ AI ហើយដល់ពេល generate ទៅគឺវាត្រូវការឲ្យយើងទិញជាប្រភេទ Pro បាទអញ្ចឹងបើសិនជាយើងចង់មើលរូបភាពដែលពាក់ព័ន្ធជាមួយហ្នឹងយើងចុច see all មកប៉ុន្តែបើសិនបើយើងចង់បានរូបភាពផ្សេងឧទាហរណ៍ថាឥឡូវខ្ញុំដាក់បាទរូបភាពនេះបាទអញ្ចឹងរូបភាពនេះនៅពេលដែលយើងប្រើប្រាស់យើង design វាតិចទៅវានឹង generate ហើយអញ្ចឹងវានឹង generate មួយគឺ Magic Recommendation មានថាពាក់ព័ន្ធជាមួយនឹងប្រធានបទឬក៏រូបភាពដែលយើងពង select ចេញចុច see more អញ្ចឹងយើងនឹងឃើញរូបភាពផ្សេងទៀតដែរមានរូបភាពស្អាតជាច្រើនអញ្ចឹងយើងអាចមើលមកឆ្លាញ់ជាមួយណាបាទយើងដាក់មួយនឹងនេះបាទរូបកែវ Bezier សុំទោសបំពង់សាកហើយនៅក្នុងបំពង់សាកនេះទៀតយើងក៏អាចចាក់ color ចាក់អីបានដែរបាទចាក់នៅខាងនេះបាទហើយយើងដូរពណ៌ដូរអីចឹងទៅសុំទោសបាទដាក់ខុសកន្លែងបាទនៅកន្លែងនេះគឺរូបនេះគឺអត់មានអាចចាក់ color បានទេអញ្ចឹងឥឡូវយើងអាចមើលទៅលើរូបភាពផ្សេងទៀតដូចជាស្រោមដៃបាទអញ្ចឹងខ្ញុំចុចស្រោមដៃចូលមកបាទអញ្ចឹងស្រោមដៃនេះយើងអាច change color បាននៅពេលដែលអ្នកនរគ្នា select លើវានេះវាឃើញមានពណ៌ខ្មៅអញ្ចឹងពណ៌ខ្មៅយើងអាចដូរពណ៌អីផ្សេងបានដូចជាពណ៌ផ្កាឈូកបាទហើយពណ៌រាងផ្ទៃមេឃនេះយើងដូរទៅជាពណ៌ខៀវបានបាទអញ្ចឹងមានថាយើងអាចចាក់ color ពណ៌បានសម្រាប់រូបភាពនេះហើយនៅពេលដែលយើងអស់ចុះឃើញវាមាននេះ
magic recommendation ចឹងមិនថាពាក់ព័ន្ធជាមួយនឹងរូបភាពដែលយើងកំពុងប្រើហ្នឹងវានឹង auto generate រូបភាពណាដែលពាក់ព័ន្ធជាមួយនឹងប្រធានបទរបស់យើងចឹងខ្ញុំសូមចូលទៅមួយទៀតយើងចូលមុខវិជ្ជាជីវៈវិញម្ដងគឺចូល anatomy បាទមុខវិជ្ជាពាក់ព័ន្ធជាមួយនឹងសារពាង្គកាយរបស់យើង anatomy បាទចឹងយើងគ្រាន់តែចុចមក human anatomy មកនេះវាចេញមកចឹងយើងស្រឡាញ់រូបភាពណាពេលដែលយើងចង់ដាក់ slide presentation បរិញ្ញាសិស្សអីហ្នឹងគឺវាងាយស្រួលមែនតើបាទហើយវា generate ឲ្យយើង auto អញ្ចឹងយើងអាចមើលបានទេបាទ neuron បាទយើងដាក់ neuron មួយមកបាទចឹងនៅក្នុងនេះគឺយើងអាច add រូបភាពបានយ៉ាងច្រើនហើយគឺសម្បូរបែបមែនតើដែលធ្វើឲ្យការបរិញ្ញារៀនហ្នឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ដោយសារយើងរើសរូបភាពដែលមាន graphic card ច្បាស់យកទៅប្រើប្រាស់នៅក្នុងកម្មវិធី Canva នឹងឯងបាទអញ្ចឹងយើងអាចមើលបន្ថែមទៀតហើយប្រសិនបើយើងស្គាល់បាទប្រសិនបើយើងស្គាល់ឈ្មោះយើងអាចដាក់ចូលទៅហ្មងគឺងាយស្រួលឧទាហរណ៍ឥឡូវខ្ញុំស្គាល់ឈ្មោះឧបករណ៍គីមីអញ្ចឹងឧបករណ៍គីមីហ្នឹងវាមានឈ្មោះអីឧទាហរណ៍ថាយើងដាក់beaker បាទ beaker បាទbeaker នេះគឺយើងចុច port មកចឹងនៅក្នុងហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹង beaker នេះគឺយើងអាចចុចមើលបាននេះបាទចឹងអាហ្នឹងគឺពាក់ព័ន្ធជាមួយនឹង Kelbecia យើងស្រឡាញ់ប្រភេទណាបាទឬក៏ឥឡូវយើងចង់ដាក់ណាដាក់នេះបាទចឹងនៅក្នុងនេះគឺយើងអាចសុំលុបអានេះមួយចោលយើងអាចចាក់ពណ៌បានអ្នកទាំងអស់គ្នាឃើញ select ទៅរូបហ្នឹងយើងមើលនៅផ្នែកខាងលើនេះមានពណ៌ខ្មៅពណ៌អីនេះចឹងមិនថាពណ៌ហ្នឹងយើងអាចដូរបានពណ៌ខ្មៅអាផ្ទៃខាងក្រៅចឹងយើងចាក់ពណ៌ទៅជាពណ៌ក្រហមបាទវាដូរទៅជាក្រហមដល់ពេលអាពណ៌បៃតងនេះ solution នៅក្នុងហ្នឹងអញ្ចឹងយើងអាចដូរទៅជាពណ៌ Q ពណ៌អីចឹងមកតាមចំណង់ចំណូលចិត្តយើងអាចដូរបានបាទអញ្ចឹង Canva វាមានលក្ខណៈពិសេសរបស់វានៅកន្លែងហ្នឹងគឺត្រង់ថានៅពេលដែលយើងចង់ផ្លាស់ប្ដូរ color នៅក្នុងកែវមួយចំនួនហ្នឹងគឺធ្វើឲ្យ graphic card របស់វាហ្នឹងគឺវាស្អាតដែលយើងមើលទៅវាទាក់ទាញជាង PowerPoint ដោយសារ PowerPoint យើងដាក់រូបភាពទៅគឺជារូបភាពប្រភេទ file ងាប់ដែលយើងអាច edit បានទេតែនៅក្នុងនេះ file វាគឺយើងអាច edit បាននៅពេលដែលយើងយករូបភាពបញ្ចូលបាទអញ្ចឹងនៅក្នុងហ្នឹងគឺយើងអាចដាក់រូបភាពបានច្រើនមែនតើហើយបើយើងចង់បានជា photo ក៏បានតែខ្ញុំចូលចិត្តប្រើ graphic ដោយសារ graphic នេះភាគច្រើនរូបភាពលក្ខណៈជា animation ឬក៏គំនូរដល់ពេលអញ្ចឹងវាស្អាតជាងដល់ពេល photo យើងចូលមកបាទនេះគឺជារូបភាពពិតមានន័យថាបើយើងចង់ដាក់រូបពិតក៏បានដែរដាក់ចូលភ្លឹបបាទនេះបាទរូបភាពស្អាតមែនតើនេះគេបេសាពិតប្រកបហើយដាក់បាំងមួយមកបាទនេះបាទមាន solution ចឹងនៅក្នុងនេះគឺយើងអាចដាក់បានច្រើនមែនតើបាទពាក់ព័ន្ធជាមួយនឹងរូបភាពពិតបាទហើយនៅក្នុងនេះក៏យើងមានវីដេអូផងដែរឥឡូវយើងសាករើសវីដេអូអញ្ចឹងពាក់ព័ន្ធជាមួយនឹងវីដេអូហ្នឹងគឺវីដេអូ quality ដែលមានកម្រិតច្បាស់ល្អនៅក្នុងហ្នឹងបាទអញ្ចឹងនៅក្នុងហ្នឹងវីដេអូខ្លីៗដែលយើងចង់បង្ហាញពីរបៀបប្រើប្រាស់យើងអាច add វាចូលមកបាទហើយនៅក្នុងនេះគឺវាដើរទេបាទនេះយើងឃើញវីដេអូដែលខ្ញុំ add ចូលអញ្ចឹងវីដេអូដែលដាក់ក្នុងនេះគឺសុទ្ធតែ quality ខ្ពស់បាទដែលមើលទៅវាច្បាស់ដោយសារគេថតដោយកាមេរ៉ាហើយគេអាប់ឡូតចូលនៅក្នុងហ្នឹងបាទហើយនៅក្នុងនេះគឺមានវីដេអូជាច្រើនទៀតដែលយើងអាច add បញ្ចូលបានដូចគ្នាបាទអញ្ចឹងនេះគឺជារូបភាពដែលពោពេញទៅដោយ quality បាទចឹងនៅក្នុងនេះយើងបាទដាក់វាពេញមកបាទអញ្ចឹងយើងនឹងឃើញវីដេអូនេះគឺច្បាស់ល្អបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណច្រើនជម្រាបលា